ខ្ញុំបាទតារាស្វាគមន៍បងប្អូនទាំងអស់គ្នាបន្តនៅការសម្រាយរឿងព្រេងនិទានពស់អមតៈភាគទី3ដែលជាភាគបន្តរបស់យើងការភ័យខ្លាចបានធ្វើឲ្យគេតក់ស្លុតមួយសន្ទុះក្រោយមកអារម្មណ៍រីករាយបានកើតឡើងនៅលើផ្ទៃមុខស៊ូហីជំនួសវិញម្ដងនេះគឺជាលើកទី1ដែលគេបានឃើញស្នូលបិសាចរបស់សត្វអរិយដតីប្រើកន្ទុយចាប់នៅស្នូលមួយនោះស៊ូហីបានលូនចាក់ចេញបន្ទាប់ពីស៊ូហីបានចាក់ចេញមួយសន្ទុះក៏មានក្មេងប្រុសម្នាក់បានរត់ទៅដល់ទីហ្នឹងរួចក៏បានស្រែកប្រាប់ទៅកាន់ឪពុករបស់គេដែលនៅពីចម្ងាយលោកពុកខ្ញុំហាក់ដូចជាបានឃើញលោកតាពស់សម្លាប់នៅសត្វជ្រូកព្រៃមួយក្បាលនោះហើយលោកពុកឆាប់មកមើលសត្វជ្រូកព្រៃដែលបានសម្លាប់អ្នកម៉ែត្រូវបានលោកតាពស់លេបបាត់ទៅហើយក្តីរំភើបមួយបានកើតឡើងនៅលើផ្ទៃមុខបរិះចំណាស់ជាមួយនឹងកូនប្រុសរបស់គាត់ច្បាស់ណាស់ថាជ្រូកព្រៃមួយក្បាលនេះហើយដែលជាអ្នកសម្លាប់ប្រពន្ធរបស់គាត់ជំនួសឲ្យក្តីរំភើបគាត់ក៏បានយករំពាត់វាយគូតកូនប្រុសរួចញ៉ាំងស្លឹកត្រចៀកគេដើរចាក់ចេញពីទីនោះថ្ងៃក្រោយមិនអនុញ្ញាតឲ្យឯងមកទីនេះមិនឯងទេឯងហ៊ានដល់ថ្នាក់ហ្នឹងហ៎ប្រយ័ត្នស្ដាច់ពស់ចំណាស់ស៊ីឯងដូចជាស៊ីសត្វជ្រូកព្រៃមួយក្បាលនោះទៅស៊ូហីប្រើកន្ទុយចាប់ត្បូងបិសាចហើយត្រឡប់ចូលទៅក្នុងព្រៃវិញយ៉ាងឆាប់រហ័សធ្វើត្បិតតែដំណើរការនៃការសម្លាប់ជ្រូកព្រៃនេះធ្វើបានយ៉ាងរលូនយ៉ាងណាក៏ដោយស៊ូហីនៅតែមានអារម្មណ៍ថាត្រជាក់ពីខាងក្រោយខ្នងថែមទាំងមានដាននៃការភ័យខ្លាចដែលមិនទាន់បានបាត់ទៀតផងសំណាងហើយដែលខ្ញុំបានលួចវាយប្រហារគេមុនបើសិនជាពួកយើងទាំងពីរប៉ះទង្គិចគ្នាដោយផ្ទាល់មែននោះវាក៏ពិតជាពិបាកបែងចែកឈ្នះចាញ់ខ្លាំងណាស់នៅពេលដែលបានលូនចូលទៅដល់រូងឈើដែលជាកន្លែងស្នាក់នៅបណ្ដោះអាសន្នរបស់គេហើយនោះស៊ូហីបានចំណាយពេលដេករហូតដល់តែមួយយប់សាច់របស់សត្វអរិយគឺពិតជាល្អសម្បូរទៅដោយធម្មពលឈីវាក៏ពិតជាអស្ចារ្យជាខ្លាំងមកប្រៀបធៀបជាមួយនឹងសត្វសាច់ព្រៃធម្មតារហូតមកដល់ពេលព្រឹកនៃថ្ងៃបន្ទាប់ស៊ូហីត្រឹមតែអាចរំលាយបាន1/3នៃសត្វជ្រូកព្រៃមួយក្បាលនោះប៉ុណ្ណោះគាត់មានអារម្មណ៍ថាខ្លួនឯងហៀបនឹងទម្លុះផ្កាយពីកម្រិតទី1ទៅហើយនៅពេលនេះគាត់បានយកស្នូលសត្វបិសាចជ្រូកព្រៃចេញមកខាងក្រៅស្នូលបិសាចត្រូវបានគេហៅថាជាកន្លែងស្តុកទុកនៅធម្មពលរបស់សត្វបិសាចវាគឺជាវត្ថុធាតុដ៏កម្ររបស់សត្វបិសាចការលេបស្នូលសត្វបិសាចដោយផ្ទាល់គឺពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ប្រសិនបើអ្នកណាម្នាក់លេបវាដោយមិនប្រុងប្រយ័ត្នមនុស្សម្នាក់នឹងប្រកាសជាអាចផ្ទុះដានធានស្លាប់នៅនឹងកន្លែងជាធម្មតាគេយករបស់មួយនេះទៅចម្រាញ់ធ្វើជាឱសថមុនពេលដែលលេបចូលទៅក្នុងខ្លួនប៉ុណ្ណោះសម្រាប់ស៊ូហីគឺមិនចាប់អារម្មណ៍ជាមួយនឹងទ្រឹស្ដីនឹងទេវាគឺជាទ្រឹស្ដីរបស់មនុស្សចំណែកគេផ្ទាល់គឺជាសត្វបិសាចបើចង់លេបនៅស្នូលធម្មពលបិសាចផ្សេងទៀតគួរតែមិនចាំបាច់មានលក្ខខណ្ឌច្រើនបែបនោះឡើយថ្ងៃបន្ទាប់ក៏បានមកដល់ស៊ូហីមានអារម្មណ៍ថាសត្វជ្រូកព្រៃដែលនៅក្នុងខ្លួនរបស់គេបានរលាយ 100% ទាំងស្រុងទៅកាន់រាងកាយសរសៃបូករួមជាមួយនឹងសាច់ដុំគាត់មានអារម្មណ៍ថាស្កប់ស្កល់ប្រៀបដូចជាធុងទឹកពោពេញទៅដោយទឹកពេញព្រាមស៊ូហីបានសម្រេចចិត្តម្ដងទៀតរួចយកត្បូងបិសាចសត្វជ្រូកលេបចូលទៅក្នុងមាត់អឹកដោយមិនខ្ចីគិតពិចារណាមួយរំពេចនោះធម្មពលដ៏ខួខើបានហៀចេញពីស្នូលបិសាចសត្វជ្រូកហើយវាប្រញាប់ប្រញាល់ឆ្ពោះទៅកាន់គ្រប់ឆ្អឹងរបស់ស៊ូហីដែលវាហាក់ដូចជាឮសំឡេងនៃការផ្លាត់ឆ្អឹងគាត់មានអារម្មណ៍ថាឈឺចុកចាប់ពេញខ្លួនប្រាណប៉ុន្តែការឈឺចាប់មួយនេះអាចទ្រាំបានអំណាចដ៏ខួខើបានពុះកញ្ជ្រោលឡើងភ្លាមស្រកាពេញទៅរាងកាយស៊ូហីបានប្រេះនេះគឺជាការផ្លាស់ប្ដូរក្នុងល្បឿនដែលលឿនមិនគួរឲ្យជឿរំពេចនោះចង្ក្រាននាគបុរាណថៃស៊ូបានស្រូបយកធម្មពលដែលបានហៀចេញពីត្បូងបិសាចរួចបង្កើតបានទៅជាពពកធម្មពលដ៏ខ្មូលខ្មាញ់ពពកនៃធម្មពលបានប្រមូលផ្ដុំច្រើនទៅសំឡេងផ្ទុះមួយក៏ស្រាប់តែបន្លឺឡើងនៅក្នុងរាងកាយស៊ូហីប៊ូមរាងកាយស៊ូហីបានញ័រយ៉ាងខ្លាំងផ្កាយពីរនៃកម្រិតទី1ជ័យយោខ្ញុំធ្វើវាបានសម្រេចហើយទោះបីជាការបោះបាញ់ជ្រូកព្រៃមួយក្បាលនេះពោពេញទៅដោយគ្រោះថ្នាក់ក៏ដោយវាក៏បាននាំមកនៅឱកាសមួយដល់ខ្ញុំដែរស៊ូហីបានគិតនៅក្នុងចិត្តបើសិនជាឲ្យគាត់ធ្វើខាតធម្មតាchẳngហើយណាស់ក៏គួរតែចំណាយពេល3ទៅ5ឆ្នាំដែរទើបអាចទម្លុះផ្កាយពីរនៃកម្រិតទី1ថ្ងៃបន្ទាប់ស៊ូហីក៏បានទៅលេងកន្លែងនៃគេបានបោះបាញ់ជ្រូកព្រៃនេះគឺជាសភាវគតិរបស់សត្វចម្លែកគេតែងតែបំលាស់ទីទៅកន្លែងនៃគេធ្លាប់បានស្គាល់គេអាចនឹងចាក់ចេញពីកន្លែងនៃគេធ្លាប់ស្គាល់លុះត្រាតែកន្លែងនោះមានគ្រោះថ្នាក់ប៉ុណ្ណោះពីមួយថ្ងៃទៅមួយថ្ងៃស៊ូហីតែងតែទៅពួនសង្ងំចាំនៅក្នុងចំការលក្រែងបានជួបប្រទះជាមួយនឹងជ្រូកព្រៃក្បាលទី2តែការរងចាំនោះហាក់ដូចជាគ្មានន័យពីមួយថ្ងៃទៅមួយថ្ងៃស៊ូហីមិនទទួលបានដានសំបីតែបន្តិចអំពីជ្រូកព្រៃឡើយអ្នកដែលគេបានឃើញគឺជាវត្តមានមនុស្ស2នាក់មួយជាឪពុកមួយជាកូនប្រុសក្មេងប្រុសម្នាក់នោះតែងតែមានសភៅនៅជាប់ដៃមើលទៅកាន់គេហាក់ដូចជាព្យាយាមក្នុងការរៀនសូត្រជាខ្លាំងថ្ងៃខ្លះស៊ូហីថែមទាំងបានជួបប្រទះក្មេងប្រុសម្នាក់នោះទាំងយប់នៅក្នុងចំការអាឡឹកថែមទាំងដៃគេកំពុងតែកាន់សភៅទាំងកណ្ដាលយប់មើលអក្សរជាមួយនឹងពន្លឺព្រះច័ន្ទទៀតផងនៅក្នុងយប់នោះស៊ូហីបានគិតថយក្រោយបន្តិចហាក់ដូចជាមានអារម្មណ៍ថាចម្លែកខ្ញុំជាមួយនឹងសត្វជ្រូកអរិយមួយក្បាលនោះគឺជាពូជសាសសត្វបិសាចដូចគ្នាខ្ញុំហាក់ដូចជាបានឃើញជ្រូកព្រៃនោះស៊ីផ្លែអាឡឹកយ៉ាងច្បាស់ចោះថាខ្ញុំអាចស៊ីផ្លែអាឡឹកបានទេមិនចាំស្អែកគេក៏បានបើកមាត់លេបយកផ្លែអាឡឹកដ៏ធំមួយចូលទៅក្នុងពោះវាបានរមៀលទៅតាមសាច់ដុំនៃពោះរបស់ស៊ូហីផ្លែអាឡឹកត្រូវបានច្របាច់បំបែកហើយផ្ទុះនៅក្នុងពោះរបស់គេមានអារម្មណ៍ថាឈាមនិងឈីនៅក្នុងខ្លួនត្រូវបានបំពេញឡើងវិញបើទោះបីជាវាមានតិចតួចក៏ដោយបញ្ជាក់ថាផ្លែអាឡឹកគឺពិតជាអាចញ៉ាំបានមែនដោយសារតែគាត់អាចញ៉ាំផ្លែអាឡឹកបានទៅហើយវាមានន័យថាដំឡូងបារាំងពោតដំឡូងផ្អែមនិងរុក្ខជាតិផ្សេងទៀតក៏អាចញ៉ាំបានដែរជាមួយ
ជាមួយនឹងសមត្ថភាពនៃការរំលាយអាហាររបស់គាត់បច្ចុប្បន្នកុំថាឡាយក្របធញ្ញជាតិទាំងអស់នេះទោះបីជាឆ្អឹងសត្វជ្រូកព្រៃក៏ដោយក៏មិនមែនជាបញ្ហាសម្រាប់ស៊ូហីនៅក្នុងការរំលាយដែរតាមធម្មជាតិគ្រាន់តែវាត្រូវចំណាយពេលយូរបន្តិចប៉ុណ្ណោះក្រោមពន្លឺព្រះច័ន្ទដ៏ស្រទន់ស៊ូហីបានដេកលងលក់ដោយមិនដឹងខ្លួនសម្រាប់ជើងមនុស្សម្នាក់បណ្ដាលចូលមកនៅពេលដែលគេបានភ្ញាក់ដឹងខ្លួនស៊ូហីបានឃើញក្មេងប្រុសម្នាក់ដែលដៃកំពុងតែកាន់សមកាយវិការរបស់ក្មេងប្រុសម្នាក់នោះបានធ្វើឲ្យស៊ូហីនឹកដល់ចិនហ្វានអូទេថាគាត់កំពុងតែព្យាយាមវាយប្រហារមកកាន់ខ្ញុំដូចជាក្មេងប្រុសដែលមានឈ្មោះថាចិនហ្វាននោះទៅមែនទេក្នុងរយៈពេលដ៏ខ្លីកំណត់រាប់មិនអស់បានភ្លឺឡើងនៅក្នុងចិត្តស៊ូហីច្បាស់ណាស់ថាក្មេងប្រុសម្នាក់នឹងក៏កំពុងតែខ្លាចស៊ូហីដូចគ្នានេះគឺជាលើកទី1ហើយដែលគេបានឃើញស្ដេចពស់ចំណាស់ជាមួយនឹងចម្ងាយគៀកបែបនេះឃើញមនុស្សជាមួយនឹងចម្ងាយគៀកបែបនេះស៊ូហីមានអារម្មណ៍ថាចិត្តនិងវិញ្ញាណគេមិនអាចគ្រប់គ្រងបានតែមុខក្មេងប្រុសដែលនៅចំពោះមុខបានប្រែទៅជាក្មេងម្នាក់ដែលមានឈ្មោះថាឈិនហ្វានដែលគេធ្លាប់បានប្រយុទ្ធជាមួយកាលពីពេលមុនប៊ូមទាំងក្មេងប្រុសដែលកំពុងតែកាន់សមនៅចំពោះមុខមិនទាន់បានបើកការវាយប្រហារទៅកាន់ស៊ូហីផងជាមួយនឹងល្បឿនដ៏លឿនស៊ូហីបានមកផ្ទុះនៅធម្មពលរបស់គេប្រើកន្ទុយក្រវ៉ាត់ទៅកាន់សមនៅក្នុងដៃក្មេងប្រុសឲ្យបាក់បែកខ្ទេចខ្ទីស៊ូហីបានឈានដល់ដែនកំណត់នៃល្បឿនរបស់គេដ៏លឿនបំផុតនៅក្នុងជីវិតរួចក៏ចាក់ចេញពីទីនោះបាត់ចំណាយពេលត្រឹមតែមួយដង្ហើមក្មេងប្រុសម្នាក់នឹងភ័យខ្លាចរហូតដល់នោមដាក់ខោនោះគឺជាស្ដេចពស់ចំណាស់មែនទេហើយអ្វីបានជាគាត់មិនស៊ីខ្ញុំចំណែកស៊ូហីបានរត់ចាក់ចេញពីទីនោះជាច្រើនសិបគីឡូម៉ែត្រមុនពេលដែលឈប់ដោយដង្ហក់មានរឿងអ្វីកើតឡើងហើយអ្វីបានជាមុខក្មេងប្រុសម្នាក់នោះប្រែក្លាយទៅជាឈិនហ្វានបែបនឹងទៅវិញតើខ្ញុំបានស្រវាងភ្នែកឬមិញខ្ញុំធ្លាប់បានឮអ្នកដំដោះនិយាយថានៅពេលដែលពួកគេបានហ្វឹកហាត់ពួកគេនឹងមានបិសាចចិនតើនេះឬដែលហៅថាបិសាចចិនពេលដែលខ្ញុំដេកខ្ញុំថែមទាំងបានយល់សប្តិឃើញឈិនហ្វានហើយនៅពេលដែលខ្ញុំបានរក្សាចម្ងាយចិត្តជាមួយនឹងមនុស្សខ្ញុំតែងតែឃើញមុខមនុស្សប្រែក្លាយទៅជាមុខឈិនហ្វានតើខ្ញុំកំពុងតែមានបញ្ហាផ្លូវចិត្តមែនទេបើឈឺត្រូវតែព្យាបាលឥឡូវខ្ញុំមានជំងឺផ្លូវចិត្តខ្ញុំគួរតែត្រូវទៅថ្វាយបង្គំព្រះដើម្បីសូមសេចក្តីសុខផ្លូវចិត្តស៊ូហីបានដកដង្ហើមវែងៗដើម្បីសម្រួលអារម្មណ៍នៅចម្ងាយ3ម៉ាយពីទីប្រជុំជនទីនោះគឺជាចង្កេះភ្នំមានអារាមបាក់បែកមួយនៅទីនោះមានមនុស្សតិចណាស់ដែលទៅទីនោះដើម្បីថ្វាយបង្គំនៅពេលនេះស៊ូហីបានទៅដល់គាត់បានស្កេននៅធម្មពលវិញ្ញាណរបស់គាត់ដើម្បីបញ្ជាក់ថាមានមនុស្សណាម្នាក់នៅទីនោះឬក៏អត់បន្ទាប់ពីដឹងថាមិនមានទេគាត់ក៏បានចូលទៅខាងក្នុងនៅចំពោះមុខមានរូបសំណាកដ៏ធំសម្បើមមួយពណ៌ប្រផេះដៃម្ខាងនៃរូបសំណាកនោះបានបាក់ហើយគ្រប់ទៅដោយធូលីសំណាញ់ពេញពីងមានគ្រប់ទីកន្លែងមើលទៅអារាមមួយនោះហាក់ដូចជាទ្រុឌទ្រោមជាខ្លាំងពេលទៅដល់អ្វីដែលស៊ូហីមានការភ្ញាក់ផ្អើលនៅលើតុគឺមានក្បាលជ្រូកមាន់អាំងជាមួយនឹងនំប៉ាវចំហុយមួយគូទៀតផងនេះបញ្ជាក់ថាមុនពេលដែលស៊ូហីបានមកដល់ទីនេះក៏មានមនុស្សមកទីនេះដែរឃើញចំណីបែបនេះចាំកាលស៊ូហីបំរុងនឹងហាមាត់លេបយកចំណីនោះទៅហើយគេក៏ស្រាប់តែភ្ញាក់ខ្លួនមកវិញថាគេមកទីនេះដើម្បីអុជធូបនិងគោរពដល់ព្រះក្រឡេកមើលឆ្វេងស្ដាំគិតបន្តិចគេក៏បានរើសយកនៅមេឈើស្ងួតចំនួន3អុជវាប្រៀបដូចជាធូបស៊ូហីធ្វើត្រាប់តាមសកម្មភាពរបស់មនុស្សដែលបានមកព្រះវិហារអោនក្បាលគ្រប់3ដងរួចគេក៏និយាយព្រះភ្នំសូមជួយខ្ញុំផងខ្ញុំគឺមានបិសាចចិត្តសូមជួយកម្ចាត់គេឲ្យខ្ញុំផងទៅស៊ូហីប្រកាសជាមិនភ្លេចគុណព្រះភ្នំទេបន្ទាប់ពីគេបានធ្វើការបន់ស្រន់អារម្មណ៍របស់ស៊ូហីស្រាប់តែមានការធូរស្រាលភ្លាមវាហាក់ដូចជាបានផលតែថាធូបបានអុជរួចហើយចោះចំណីទាំងអស់នេះមិនចាំស្អែកឡើយបើកមាត់ដ៏ធំរបស់គេស៊ូហីបានលេបយកចំណីទាំងអស់នោះចូលទៅក្នុងពោះក្នុងពេលមួយរំពេចបន់ស្រន់ក៏បានបន់ស្រន់រួចហើយចំណីក៏បានហូបអស់ហើយដែរស៊ូហីបំរុងនឹងចាក់ចេញក៏ស្រាប់តែបានឮសំឡេងមនុស្សម្នាក់បានមកឮឡើងពីខាងក្រោយហេក្មេងស្រីព្រមតាមសម្រួលទៅតើនាងចង់រត់ទៅណាទៀតវត្តមានមនុស្សគឺជាអត្តភាពដែលស៊ូហីខ្លាចបំផុតគេប្រញាប់ទៅពួននៅក្រោយរូបសំណាកចំណែកក្មេងស្រីបានរត់ចូលទៅក្នុងព្រះវិហារភ្លាមមើលតែការតុបតែងក៏ដឹងថាក្មេងស្រីនោះគឺជាកូនរបស់អ្នកមានចំណែកមនុស្សប្រុសម្នាក់ដែលបានតាមនាងមកពីខាងក្រោយស៊ូហីក៏បានស្គាល់វត្តមានមនុស្សប្រុសម្នាក់នឹងដែរគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងពីរដែលបានបោះឈិនហ្វានចូលទៅក្នុងទ្រុងជ្រូកក្មេងស្រីម្នាក់នោះបានសុំអង្វរឲ្យបរិះវ័យកណ្ដាលនោះលើកលែងឲ្យនាងតែគេក៏បានបដិសេធថាខ្លួនធ្វើតាមតែបញ្ជាទេនេះគួរតែបន្ទោសនាងដែលបានកើតមកនៅក្នុងគ្រួសារឈិនណាស់ហើយចុះមុននឹងនាងស្លាប់យើងគួរតែសប្បាយជាមួយគ្នាល្អទេរួចចាប់កដៃនាងច្រានទៅខាងក្រោយចាប់សម្រាប់ខោបង្ហាញនៅដើមទ្រូងដ៏ត្រឡោកត្រលន់សម្លឹងទៅឃើញធុកដែលបានអុជថ្មីក្មេងស្រីក៏បានដឹងថាមុននេះគួរតែមានមនុស្សដែលបានមកដល់ទីនេះនាងព្យាយាមស្រែករកជំនួយនិងសម្លឹងមើលទៅកាន់ខាងក្រោយនៃរូបសំណាកឬបែបនឹងបរិះម្នាក់នោះបានលើកកូនកំបិតដើរសម្ដៅទៅកាន់ខាងក្រោយរូបសំណាករួចនិយាយមិនថាឯងជាអ្នកណាទេឆាប់ចេញមកឲ្យតែបំផ្លាញកិច្ចការធំរបស់ជើងត្រូវតែស្លាប់បន្ទាប់ពីបានក្រោកឡើងនាងក៏បានរត់សម្ដៅទៅខាងក្រោយនៃរូបសំណាកដាក់ដៃធ្វើការគោរពលោកម្ចាស់សូមជួយខ្ញុំផងតែបន្ទាប់ពេលដែលនាងបានងើបមកឡើងនាងក៏បានប្រញាប់រត់ថយមកខាងក្រោយវិញរត់ថយមកខាងក្រោយនោះនាងក៏បានរត់ដោយមិនមើលឡើយរត់ចុងជាមួយនឹងកូនក្បិតដែលនៅក្នុងដៃរបស់បរិះវ័យកណ្ដាលគេក៏បានស្រែកឡើងថាទេដាច់ខាតកុំតាន់ស្លាប់អីយើងមិនតាន់បានសប្បាយជាមួយគ្នាផងតាមពិតទៅបរិះវ័យកណ្ដាលនោះមិនមែនមកតែជាមួយនឹងក្មេងស្រីម្នាក់នឹងនោះទេក្រុមការស្រែកឆោឡោរបស់មនុស្សវ័យកណ្ដាលនឹងកូនចៅគេពីរនាក់ដែលនៅខាងក្រៅក៏បានរត់ចូលមកសួរថាលោកម្ចាស់មានរឿងអ្វីទៅគេក៏បានប្រាប់ថានៅទីនេះគួរតែមានសត្វបិ
បិសាចពួកគេទាំង3បានកាន់ដំបងម្នាក់មួយនៅក្នុងដៃស្រែកឡើងឆាប់ចេញមកខ្ញុំបានដឹងថាឯងលាក់ខ្លួននៅក្រៅរូបសំណាកលេងល្បិចកលបំផ្លាញការសប្បាយរបស់ខ្ញុំគឺជាសិស្សខាងក្រៅនៃនិកាយចាប់ពោះនៅពេលនេះឯងបានជួបជាមួយនឹងខ្ញុំគឺជាថ្ងៃដែលឯងត្រូវស្លាប់ហើយឆាប់ឡើងពួកឯងបើគេមិនចេញមកក្រៅដោយខ្លួនឯងទេទៅចាប់អូសកគេចេញមកខាងក្រៅមកត្រឹមតែជាមនុស្សសូហីខ្លាចពេកណាស់ទៅហើយឥឡូវពួកគេបានប្រកាសថាខ្លួនគឺជាមនុស្សដែលមកពីនិកាយក្រុមចាប់ពោះញើសត្រជាក់បានជ្រៀតចេញពេញរាងកាយសូហីនិកាយចាប់ពោះគឺជានិកាយធំបំផុតមួយនាពេលបច្ចុប្បន្នហើយក៏ជាវត្តមានក្រុមមនុស្សដែលសូហីខ្លាចបំផុតផងដែរដោយឡែកយើងមិនទាន់ដឹងថាសាច់រឿងទៅជាយ៉ាងណាផងភាគនេះក៏ត្រូវបានបញ្ចប់សម្រាប់បងប្អូនដែលចង់ទស្សនាមួយថ្ងៃច្រើនភាគអាចចូលទៅក្នុងក្រុម VIP យើងទៅមួយខែត្រឹមតែ$1ទេចំណែកបងប្អូនដែលនិយមទស្សនានៅក្នុង YouTube កុំភ្លេចជួយចុច Subscribe ដាក់សញ្ញាកណ្ដឹងយើងនឹងចាំជួបគ្នានៅវីដេអូក្រោយបាយបាយ